อะไรดีมาการบอลนอร์เวย์ดิฉันบันลึกฮาลันโชลเออร์ลิงฮาลันมวยตัวหนึ่งโซนมันที่បំផុតបាទគឺប្រេស៊ីលបាទត្រូវបានណុកវេនៅមុខហើយការប៉ុនប៉ងម្ដងជាពីរដងរបស់ក្រុមជំនឿជុតណុកវេពិតជាអាចធ្វើបានមែនបងប្អូននឹងទីថាការប្រកួតនេះណុកវេរកគ្រាប់បាល់បានទាល់តែមានការតែតបាទពីខ្សែប្រយុទ្ធអឺលីងហាឡែនបើថាបុកបាល់ក្រោមប្របានណាស៊ីចុងម៉ោងឲ្យទាល់តែបានបងប្អូនហើយប្រេស៊ីលចង់សម្រុកក៏ចង់ខើចពេលទៅហើយដែរបាទអឺលីងហាឡែនប្រមាណគ្រាប់ហើយបាទតាមទាន់បាទអេមបាប៉េឬនៅបាទ6គ្រាប់ហើយ6គ្រាប់ហើយបាទ6គ្រាប់ហើយ Erling Haaland បាននៅក្នុងជំរឿសជាតិណុកវេនៅព្រឹត្តិការណ៍ World Cup នេះយើងមើលការទាញមកពីស្លាកឆ្វេងបាល់នេះស្អាតណាស់បាទខ្សែការពារឡើង4អ្នកជុំវិញខ្លួនលុតតែតបាទអ្នកចាំទីជួយណាបានទេបាល់តែតបែបនេះគឺពិបាកខ្លាំងណាស់បាទដឹងថាចកេះមកពីខាងណាទេណែខ្សែការពារ2អ្នកនៅគៀបបិទអត់ចិត្តទេបាទការប្រែលូតអត់ដល់ Erling Haaland ទេបើយើងមើលទៅគឺ4អ្នកជុំវិញខ្លួនបាទអូយបាទរូបភាពម្ដងហើយម្ដងទៀតស្អាតណាស់ Erling Haaland តែមួយក្បាលគត់ចំគោលដៅម្ដងរកបានមកគ្រាប់តែម្ដងអាហ្សៃ Haaland អើយឥឡូវនេះមកឲ្យបាទ Martin Odegaard ស្រូ Alexander Zolot កឹប Zolot ថែមកាន់មកខាងក្រោយសុតស្ដាមយោអបសាយអើយ Patrick Bird បាទខ្សែបំរើមកពី Bodo Glimt បាទត្រឹមតែរំលឹកអំពី Bodo Glimt ឥឡូវបានអបសាយបាទនេះបាទយើងមកមើលរូបភាពម្ដងទៀតបាទ Martin Odegaard ណាបាទមួយចំហខ្លួនតែម្ដង Alexander Zolot បាទទាញមកស្អាតណាស់បាទកឹបមកបាទ3នាក់បាទពីក្រោយបាទ Patrick Bird បាទថែមមួយជើងស្ដាំទៅត្រង់នេះតែបាល់អបសាយទេបងប្អូនយើង Antonio Nusa បាទចាប់បាល់បានវិញពីប្រេស៊ីលបាទលេងមួយដូចគ្នាបាទឥឡូវចោះបាល់មកលើកាប្រៀលកាប្រៀលកាត់បាល់មកហើយអឡង់ឆ្វេងសុទ្ធបានទេដួលអញ្ញាក្រៅមិនមានអីទេប្រាប់ថាក្រោកឡើងតិចមានការទៅអត់ទេបាទ Matis Cunha ក៏តវ៉ាជាមួយអញ្ញាក្រៅថាគ្រូយ៉ាងហើយណាក៏ឈិច VAR ដែរបាទយ៉ាងណាទៅបាទអញ្ញាក្រៅសញ្ជាតិអាមេរិកបាទមានការតវ៉ាឥឡូវនេះទុកឲ្យប្រធានក្រុមជាអ្នកធ្វើការយើងមកទស្សនារូបភាពយឺតបាទការឆ្លាយពី Christopher អត់អត់ត្រូវបាល់មែនអត់ត្រូវបាល់មែនហេដូចទៅតែមើលពីផ្លន់នេះត្រូវបាទមើលផ្លន់កូនជើងគាត់វែងបាទយើងមើលសិននេះប៉ះបាល់ប៉ុន្តែជើងរបស់កីឡាករ Matis Cunha គឺគាត់ប៉ះបាល់មុនបាទគាត់ប៉ះបាល់មុនហើយមានតែចំហគាត់រត់ទៅជាមួយនឹងបាល់ហើយយើងមើលផ្លន់នេះអត់ប៉ះទេអត់ប៉ះទេប៉ុន្តែយើងមើលពីខាងនោះឃើញប៉ះបាទណាមកចាអត់ឃើញទេអញ្ញាក្រារត់មកហើយយ៉ាងណាចេះអូតំអត់ចឹងណាភិកច្រើនអាចពេលណាទេ Excellency បាទពេលណាល់ទីហើយបាទអញ្ញាក្រាសញ្ជាតិអាមេរិកផ្ដល់បាល់ពេលណាល់ទីឲ្យក្រុមជំរឿជុតប្រេស៊ីលម្ចាស់ជើងឯក5សម័យកាល Bruno Guimaraes ឬក៏អ្នកចាំទី Oceaniland ជាអ្នកធ្វើបានចូលឬក៏មិនចូលទស្សនិកជនមកធ្វើការខមមិននៅខាងក្រោមដកដង្ហើម Thomason ពេលនាទីលើកទី1តង់ទី1 Bruno អត់ទេបាទអ្នកចាំទីOceaniland អាចជួយសង្គ្រោះបានបាទបិទមិនតន់ឲ្យមានគ្រាប់បាល់កាឡើងទេពិតច្រឡំមែនទែនបច្ចុប្បន្ននេះទំនេរអត់មានក្លឹបលេងនៅឡើយទេអូគាត់ចាប់កិច្ចសន្យាមួយសេវីយ៉ាបាទចាប់កិច្ចសន្យាជាមួយសេវីយ៉ាសង្ស័យទៅវិញសេវីយ៉ាទៅហៅយកមកវិញហើយថាកុំតន់ទៅណាឥឡូវឡើងប្រាក់ពលកម្មឲ្យឥឡូវទាញមកជាបន្តទៀតចោះបាល់មកខាងក្នុង Martin Odegaard បាត់បាល់បាត់ហើយឱកាសកាប្រៀល Martinelli រុញឲ្យ Vini សុខជួយបានមានអ្នកចាំទីOceaniland នេះជាលើកដំបូងនៅក្នុងតាំងទី1ហើយដែល Martin Odegaard បើគឺគាត់ធ្វើបាត់បាល់ដោយសារតែគាត់ស្ដាយបាល់ពេកបើគាត់ចង់ទាញបែរទៅមកលុកឆាប់បាល់បានពី Vinicius Junior Gabriel Martinelli ក៏មិនកំណាញ់បាល់ដែរបើឈិបបាល់ជូនមក Junior ទះទៅបាទនេះគាត់កឹបឆ្វេងសុទ្ធមុំទី1អង្គហ្វែមេហ្នឹងអ្នកចាំទី Oceaniland ថ្ងៃនេះជួយបានឥឡូវទស្សនាការប្រកួតចុងម៉ោងដាក់សម្ពាធជាបន្តទៀតពីប្រេស៊ីលរុញចូលក្នុងឆាប់បាល់បានពី Antonio Nusa ឃ្លៀបាល់ចេញសិនតាឡើយនេះបាទបាញ់បាល់វែងមកខាងលើសម្រាប់ក្រុមជំនឿជាតិណ័រវេហាឡានជ្រែកផុតទេសល់មួយទៀតទាញពី Odegaard អត់ផុតទេបាទសល់បាទអ្នកចាំទី Alisson បាទ Baker អូ
ยน่ายังว่ามือรูปเพียบกะเจนปีเนี่ยจำตีบ่โอเจนี่เล่นเอามาฮาลันมุยตัวปีแต่มันพอดบ่โอดีการ์สุดช่วยบ่บีแต่ให้บ่ปลอกเลี้ยบ่เนี่ยจำตี Vay cái mà tay sân Casemiro rồi bao nó sang chơi Vinicius cho tới ở cà phê Endrick không ai tôi Endrick ôi tao Endrick biên chọc mà cứ à cung ôm ampi kru nana qua cu bần xăm ắt cho một Plemster tại chen game ta hai này Real Madrid បញ្ជូន Real Madrid បានសុបសឹងតែកីឡាករដែលក៏ហៅពី Real Madrid អូយសុបសឹងតែធ្លាប់លេងក្រោមការដឹកនាំរបស់គ្រូតា Ancelotti គាត់ទប់បាល់ first touch ដំបូងនេះវាជ្រុលបើសិនជាគាត់ទប់បាល់នឹងរៀងនៅគៀកជើងគាត់មានពេលរៀបចំទៅហើយប៉ុន្តែគាត់ទប់បាល់ទៅសត្វបញ្ជូលឆ្ងាយជាងជើងអ្នកចាំទីហៅមកគាត់ដួចចង់លេះឡាខ្លួនឯងទាត់ចំគួរសម្រាប់ចិត្តបែបណាសោកស្ដាយបាទស្ទើរខ្លាចជាវរៈបរោះដែលចូលមកភ្លាមឆេង game play Vinicius ឥឡូវរុញមកលើដំបូលទូកបាទ Casemiro លើកបាល់ចូលទៅឲ្យ Ryan តែទម្លាក់ថែមស្ដាម Amazing Super Show by Argentina បច្ចុប្បន្នបាទគឺទំនេរបាទគិតត្រឹមពេលវេលានេះ Argentina មិនទាន់មានក្លឹបលេងទេតែបាល់នេះ offside ផង Ryan បាទតែទម្លាក់សុទ្ធស្ដាំប៉ុន្តែអូយ Argentinaអូចិននេះលែនអើយល្អពេកហើយសាទដូចគេណល្អដូចផ្កាយើងមកមើលការសុទ្ធមកពីសំណាក់កីឡាករ Ryan នេះក៏ជួយបានពីអ្នកចាំទី Argentina ព្រឹត្តិការណ៍ World Cup នេះអាចថាជាពេលវេលាដែលព្រីមអ្នកចាំទីPrem អ្នកចាំទីហើយមកល្អណាស់ដូចជាអ្នកចាំទី Vozinha វ័យ40ឆ្នាំរបស់ក្រុមជម្រើសជាតិ Cape Verde ដែលស្ទើរតែបោះបង់អាជីពចូលនិវត្តទៅហើយប៉ុន្តែត្រូវបានមិត្តរួមក្រុមគាត់ថាលើកទឹកចិត្តឲ្យគាត់បន្តមកលេងគឺមកក្នុងនាមជាកីឡាករធម្មតាប៉ុន្តែទៅវិញក្នុងនាមជា legend ទៅវិញក្នុងនាមជាវរៈបរោះឥឡូវនេះមកការបអល Norway ទីសិនបាទលើក Haaland ចូល Erling Haaland 1-0មិនទីបំផុតបាទគឺប្រេស៊ីលបាទត្រូវបានណូវេនៅមុខហើយការប៉ុនប៉ងម្ដងជា2ដងរបស់ក្រុមជម្រើសជាតិណូវេពិតជាអាចធ្វើបានមែនបងប្អូននាងទីថាការប្រកួតនេះណូវេរកគ្រាប់បាល់បានទាល់តែមានការតែតបាទពីខ្សែប្រយុទ្ធ Erling Haaland បើថាបុកបាល់ក្រោមប្របានណាស៊ីចុងម៉ោងឲ្យទាល់តែបានបងប្អូនហើយប្រេស៊ីលចង់សម្រុកក៏ចង់ខើចពេលទៅហើយដែរបាទ Erling Haaland ប្រមាណគ្រាប់ហើយបាទតាមទាន់បាទMbappé ឬនៅបាទ6គ្រាប់ហើយ6គ្រាប់ហើយបាទ6គ្រាប់ហើយ Erling Haaland បាននៅក្នុងជម្រើសជាតិណូវេនៅព្រឹត្តិការណ៍ World Cup នេះយើងមកមើលការទាញមកពីស្លាច់ឆ្វេងបាល់នេះស្អាតណាស់បាទខ្សែការពារឡើង4អ្នកជុំវិញខ្លួនលូតតែតបាទអ្នកចាំទីជួយណាបានទេបាល់តែតបែបនេះគឺពិបាកខ្លាំងណាស់បាទដឹងថាចកេះមកពីខាងណាទេណែខ្សែការពារ2អ្នកនៅគៀបបិទអត់ចិត្តទេបាទការប្រែលូតអត់ដល់ Erling Haaland ទេបើយើងមើលទៅគឺ4អ្នកជុំវិញខ្លួនបាទអូយបាទរូបភាពម្ដងហើយម្ដងទៀតស្អាតណាស់ Erling Haaland តែមួយក្បាលគត់ចំគោលដៅម្ដងរកបានមកគ្រាប់តែម្ដងអាហ្សី Haaland អើយយ៉ាងណានៅតែគ្រប់គ្រងដោយ Samba Brazil Vinicius Junior រុញទៅកណ្ដាល Danilo Santos បាទ Casemiro កាត់ចូលអត់មានអ្នកបន្ថែមទេសោកស្ដាយមែនទែន Samba Brazil អាយ៉ាមិនអើយបាទអូចិននេះលែនកំពុងតែល្អផងមកមើលរូបភាពម្ដងទៀតកាត់បាទបដោយបាល់ហើយក៏កាត់ឆ្វេងទៅលាយអស់ទៅហើយបាទប៉ុន្តែបាល់នេះនឹងខ្លាំងពេកបាទថែមមិនទាន់ទេបាទទស្សនាការប្រកួតជាបន្តទៀត Andres Skodarov អ្នកដែលទើបតែបដូរចូលមកបញ្ជូនឲ្យ Erling Haaland ទប់ស្រាំ Erling Haaland យោចង់ខាច់ឬយ៉ាងណាបាទ Erling Haaland នេះជាគ្រាប់បាល់ទី7របស់ខ្លួនហើយនៅព្រឹត្តិការណ៍ World Cup អូហូយ Haaland ជាការជន់ស្មើបង្ហាញខ្លួនលើកដំបូងនៅក្នុងព្រឹត្តិការណ៍ World Cup លើកដំបូងនៅក្នុងអាជីពរបស់ខ្លួនប៉ុន្តែអាចសុទ្ធបញ្ចូលទីដល់ទៅ7គ្រាប់តាមស្មើជាមួយនឹង Mbappé តាមស្មើជាមួយនឹងរៀមច្បង Lionel Messi បើការនៅមុខឲ្យក្រុមជម្រើសជាតិ Norway នៅមុខ2-0ទៅលើក្រុម Brazil ម្ចាស់ជើងឯក5សម័យកាលអូហើយកញ្ញានេះគ្រប់ត្រូល Brazil ផង Norway បងចឹងខានអាចសុទ្ធចូលក៏សប្បាយចិត្តដែរ Vinicius បាទបង្ហាញការមិនសប្បាយចិត្តទេយ៉ាងណាទៅ Brazil ទៅផ្ទះឬក៏ទៅត
2-0 ទៅហើយចុងម៉ោងទៅហើយខោចពេលទៅហើយយើងមកមើលការបញ្ជូនពី Skyderop បដូរចូលមកឆេងហ្គេមពីក្រុមនេះ Azida Skyderop ទាំងពីរទប់ស្រាមទាញមកឲ្យឡង់ឆ្វេងនេះបាទប្រឡែងតាហ៊ានប្រឡែងអមមនុស្សយន្តសុទ្ធគឺគ្មានសល់ទេបាទទៅយកឯណាយើងមកមើលចោះការទប់ស្រាមបាទទាញមកឲ្យប្រឡោះជើងខ្សែការពារ Danilo អ្នកចាំទីផុតចុងដៃហើយគ្រាប់បាល់ទី1ក៏ទៅមុំទៅនឹងគ្រាប់បាល់ទី2ក៏ត្រូវទៅតែមុំទៅនឹងទៀតអូយនោះហើយបាទប្រេស៊ីលជួបរបស់ពិតហើយប្រេស៊ីលស្គាល់ភាពឈឺចាប់ចុងម៉ោងនៅពេលដែលគេធ្វើរឿងបែបនេះបាទដាក់ក្រុមជំរឿជាតិជប៉ុនពីគ្រាប់ម្នាក់ឯងបាទមួយនោះយុន Erling Haaland បាទពីគ្រាប់នេះខ្ញុំចាប់អារម្មណ៍គាត់ដូចជាមិនមានការស៊ើបប្រេតអីដែរឲ្យអស់ចានេះគាត់ដូចធម្មតានិយាយទៅគាត់ធ្វើបែបធម្មតាបាទ Gabriel បិទអត់ជាប់ទេមួយមកពី Arsenal មួយទៀតមកពី Manchester City Neymar De Silva Santos បាទ Junior ឬក៏ Ojet Nilan បិទ clean sheet បានឬមិនបាន Neymar Junior មុនតែផ្ទះវិញសុំមួយមកបាទទៅហើយNeymar De Silva Santos Junior ចូលបិទតែខ្ញុំធ្លាក់តែមិនអោយបាទបងឯង clean sheet ទេ2-1តាមពីក្រោយមកវិញប៉ុន្តែការតាមនេះហាក់បីដូចជារៀងជ្រុលទៅហើយនាទីរបស់យើងបាទណាបាទទាញចកេះល្អណាស់បាទសម្រាប់ Neymar De Silva Santos Junior 2-1បាទ2-1បាទមើលចុះការទាញត្រង់នេះបាទល្អពេកហើយបាទ Neymar Junior De Silva Santos Neymar ថាស្គាល់សេរីចាអត់បាទ Neymar ថាបើសិនជំនាន់ខ្ញុំនៅប្រែវិញបាទលទ្ធផលបែបហ្នឹងឯងបាទយ៉ាងណា Neymar គឺគាត់ស្អំជិតអ្នកគ្រប់ត្រូលដែលរកបានមកគ្រាប់